ជ្រាបសួរបងប្អូនទាំងអស់គ្នាពេលនេះខ្ញុំសូមស្វាគមន៍មកកាន់គម្ពីរគំនិតនេះគឺជាវីដេអូភាគទី3ហើយនៅក្នុងវីដេអូនេះផងដែរខ្ញុំលើកយកទស្សនៈតាក់ទងនឹងលក្ខណៈនៃសត្វភមរជាតិដើម្បីទុកជាគតិពិចារណាទាំងអស់គ្នាសត្វភមរជាតិគឺសំដៅដល់សត្វឃ្មុំឬសត្វកន្លង់ដែលសត្វប្រភេទនេះវាតែងតែចូលចិត្តផ្កាដែលមានក្លិនក្រអូបហើយការចូលចិត្តរបស់ភមរជាតិនោះក៏មិនដែលធ្វើឲ្យផ្កានោះបាត់បង់ក្លិនក្រអូបនិងពណ៌សម្រស់ផ្កាចុះរុះរួយដោយសារតែទង្វើរបស់ខ្លួននោះដែរវាគ្រាន់តែក្រេបយកក្លិនក្រអូបនៃលំអងផ្ការួចហើយក៏ហោះហើរបាត់ទៅវិញជាធម្មតាដែលនេះគឺជាលក្ខណៈពិសេសរបស់សត្វភមរជាតិដែលជាគំរូល្អមួយសម្រាប់យើងទាំងអស់គ្នាផងដែរចំណុចដែលគួរឲ្យកត់សម្គាល់មួយទៀតគឺថាសត្វភមរជាតិនេះចូលចិត្តតែវត្ថុល្អវត្ថុស្អាតនិងរបស់បរិសុទ្ធតែប៉ុណ្ណោះពោលគឺវាមិនចូលចិត្តរបស់ស្មោកគ្រោកភុជ្រាំនោះឡើយចំពោះសត្វភមរជាតិនេះយើងអាចនិយាយបានថាជាសត្វតំណាងឲ្យសភាវៈល្អបរិសុទ្ធជាសត្វដែលមិនគិតតែប្រយោជន៍ផ្ទាល់ខ្លួនហើយបំផ្លិចបំផ្លាញផលប្រយោជន៍របស់អ្នកដទៃនោះឡើយសត្វភមរជាតិនេះជាសត្វចេះរស់នៅអាស្រ័យផលជាមួយនឹងផ្កាហើយក៏មិនធ្វើឲ្យផ្កាខូចខាតប្រយោជន៍នោះដែរសត្វភមរជាតិនេះអាចជាមេរៀននិងជាគំរូនិងជាកញ្ចក់ឆ្លុះបញ្ចាំងដ៏ល្អមួយសម្រាប់យើងទាំងអស់គ្នាផងដែរហើយអ្វីដែលយើងគួររៀនសូត្រតាមសត្វភមរជាតិនោះគឺថាយើងត្រូវរៀនធ្វើជាមនុស្សល្អស្រឡាញ់អំពើល្អស្អប់ខ្ពើមអំពើបាបលាមុខនៅក្នុងសង្គមហើយមួយវិញទៀតកុំដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនហើយទៅបំផ្លិចបំផ្លាញផលប្រយោជន៍របស់អ្នកដទៃនិងបណ្ដាលឲ្យអ្នកដទៃទទួលរងការឈឺចាប់នោះឡើយយើងត្រូវចងចាំថារាល់អំពើណាដែលធ្វើឲ្យអ្នកដទៃក្តៅក្រហាយយើងមិនគួរប្រព្រឹត្តនោះឡើយទោះបីជាយើងអាចទទួលបានផលប្រយោជន៍ច្រើនប៉ុណ្ណាក៏ដោយដោយហេតុថាផលប្រយោជន៍លើគំនរការឈឺចាប់របស់អ្នកដទៃមិនធ្វើឲ្យយើងរស់នៅសុខស្រួលនិងយូរអង្វែងនោះឡើយហេតុនេះក្នុងនាមជាមនុស្សយើងគួរតែដឹងអ្វីដែលគួរធ្វើនិងអ្វីដែលមិនគួរធ្វើនោះទើបជីវិតយើងមានតម្លៃនិងក្តីសុខពិតប្រាកដសេចក្តីចម្រុងចម្រើននិងសុភមង្គលពិតប្រាកដវាបានមកពីខ្លួនយើងដែលខិតខំប្រឹងប្រែងបំពេញកិច្ចការមានប្រយោជន៍ជាប្រចាំថ្ងៃហើយនៅពេលដែលយើងកាន់តែប្រឹងប្រែងយើងកាន់តែមានឱកាសទទួលបានសំណាងល្អនៅក្នុងជីវិតអ្វីៗគ្រប់យ៉ាងនៅក្នុងโลกនេះមិនអាចទទួលបានដោយគ្មានការលះបង់ឬក៏មិនអាចទទួលបានដោយ free នោះទេតាក់ទងទៅនឹងចំណុចនេះដែរយើងត្រូវចងចាំថាផ្កាគឺជាវត្ថុដ៏មានតម្លៃបំផុតសម្រាប់សត្វភមរជាតិទីណាមានផ្កាទីនោះតែងតែជាទីត្រាច់ចរនៃសត្វភមរជាតិយ៉ាងណាមិញមនុស្សល្អមាននៅទីណាសេចក្តីសុខសុភមង្គលសន្តិភាពនិងការរីកចម្រើនក៏តែងកើតមាននៅទីនោះផងដែរការរស់នៅរបស់មនុស្សល្អចូលចិត្តសាងប្រយោជន៍សម្រាប់អ្នកដទៃនិងចូលចិត្តសាងប្រយោជន៍សម្រាប់ខ្លួនឯងហេតុនេះធ្វើជាមនុស្សគួរតែរស់នៅឲ្យគប់ងាប់ឲ្យគួរកុំស្លាប់ដោយពស់កុំរស់ដោយកង្កែបតែត្រូវរស់នៅឲ្យដូចជាសត្វភមរជាតិនៅក្នុងវីដេអូមួយនេះខ្ញុំមានតែប៉ុណ្្នឹងហើយខ្ញុំសង្ឃឹមថាវានឹងបានជាប្រយោជន៍ដល់បងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាស្ដាប់វីដេអូរបស់ខ្ញុំចាំជួបគ្នាជាមួយនឹងវីដេអូភាគក្រោយបន្តទៀតសូមអរគុណ